សប្តាហ៍នេះខ្ញុំមើលឃើញថាពុំតមានបច្ចេកវិទ្យាអ្វីដែលអាចឲ្យយើងបញ្ជាក់ពីសុវត្ថិភាពទៅលើចំណីអាហារដែលយើងបរិភោគទេហើយកត្តានេះវាធ្វើឲ្យប៉ះពាល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលគាត់ជឿទៅបរិភោគប្រចាំថ្ងៃជំរាបសួរខ្ញុំបាទឈ្មោះបូទីជាប្រធានក្រុមហ៊ុនកសិករដែលជាក្រុមហ៊ុនឈានមុខគេនៅលើបច្ចេកវិទ្យាកសិកម្មឆ្លាតវៃដែលក្រុមហ៊ុនយើងបានបង្កើតនៅបច្ចេកវិទ្យាកសិកម្មឆ្លាតវៃមួយដែលហៅកាត់ថា Kasi App ដើម្បីឲ្យកសិករអ្នកលក់និងអ្នកបរិភោគតភ្ជាប់គ្នានិងធ្វើការជាមួយគ្នានៅលើផ្នែកបច្ចេកវិទ្យាតែមួយកម្មវិធីគ្រប់គ្រងកសិកម្មឆ្លាតវៃហៅថា Kasi App មានប្រព័ន្ធ sensor ក្នុងការចាប់យកកម្ដៅនិងសំណើមដែលងាយស្រួលក្នុងការគ្រប់គ្រងការស្រោចស្រពបន្លែនិងកាត់បន្ថយកម្ដៅដោយស្វ័យប្រវត្តិធ្វើឲ្យទិន្នផលកើនឡើងរហូតដល់ 40% កាត់បន្ថយទឹករហូតដល់ 50% ធ្វើឲ្យផលចំណេញកើនឡើង3ដងថ្នាល Kasi App អាចជួយកសិករកាត់បន្ថយទៅលើធាតុចូលកសិកម្មនិងកម្លាំងពលកម្មបង្កើនទិន្នផលក៏ដូចជាជួយកសិករក្នុងការគ្រប់គ្រងនិងការតាមដានជីទឹកនិងលក្ខណៈអាកាសធាតុនៃការដាំដុះរបស់កសិករតាមរយៈការប្រមូលទិន្នន័យដោយស្វ័យប្រវត្តិពីការប្រើប្រាស់ App ដែលកសិករអាចបញ្ចូលព័ត៌មានផ្សេងៗអំឡុងពេលដាំដុះរហូតដល់ប្រមូលផលដូចជាការបញ្ចូលព័ត៌មានទៅលើការរៀបចំដីការបណ្ដុះគ្រាប់ការស្ទូងការស្រោចទឹកការដាក់ជីការតាក់តែងមែកនិងការប្រមូលផលកសិករអាចប្រើប្រាស់ QR code ទៅលើទំនិញនិងអាចតភ្ជាប់ទីផ្សារជាមួយអ្នកលក់ដោយផ្ទាល់ដែលអាចធានាការផ្គត់ផ្គង់ទិន្នផលបរិមាណនិងគុណភាពច្បាស់លាស់ប្រជាពលរដ្ឋក៏អាចជ្រើសរើសបន្លែផ្លែឈើផ្សេងៗយកទៅប្រើប្រាស់និងត្រួតពិនិត្យពីប្រភពក៏ដូចជាសុវត្ថិភាពចំណីអាហារមុនទិញទៅបរិភោគដោយគ្រាន់តែ scan ទៅលើ QR code ប៉ុណ្ណោះដែលអ្នកទិញអាចដឹងពីប្រភពដំណាំទីតាំងអ្នកផលិតនិងទីតាំងផ្សារដែលកំពុងដាក់លក់ក្រុមហ៊ុនកសិកររបស់យើងគឺបានចំណាយពេលវេលាជាច្រើនក្នុងការបង្កើតសាកល្បងនៅដំណោះស្រាយមួយនេះជាមួយនឹងកសិករហើយយើងនឹងខិតខំប្រឹងប្រែងកែសម្រួលនៅមុខងាររបស់វាដើម្បីឲ្យស័ព្ទសមតាមតម្រូវការរបស់អតិថិជនចក្ខុវិស័យរបស់យើងគឺយើងចង់ពង្រីកសក្តានុពលដំណោះស្រាយនេះដោយធ្វើការសហការជាមួយនឹងដៃគូសំខាន់ៗដើម្បីគ្រប់គ្រងឲ្យបាននៅប្រភពផលិតផលសម្រាប់ការនាំចេញទៅបរទេសនាពេលអនាគតបាទសូមចូលរួមជាមួយនឹងកសិករថ្ងៃនេះដើម្បីពង្រឹងសមត្ថភាពចំណីអាហារនៅកម្ពុជាទាំងអស់គ្នា